បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជួបគ្នាសារជាថ្មីទៀតហើយប្រធានបទយើងថ្ងៃនេះគឺមិនខុសពីប្រធានបទមុនទេខ្ញុំតែងតែលើកយកអំពីបញ្ហាចរាចរណ៍ច្បាប់ចរាចរណ៍និងផ្លាកសញ្ញាចរាចរណ៍នានានៅក្នុងប្រទេសកម្ពុជាយើងដើម្បីចែកជូនពុកម៉ែបងប្អូនទុកជាការវិភាគហើយត្រេះរិះពិចារណានិងទុកជាចំណេះដឹងក៏ដូចជាសារដាស់តឿនក្រៅរំលឹកទៅដល់ពុកម៉ែបងប្អូន បាទយើងទាំងអស់គ្នាទុកអនុវត្តឲ្យបានត្រឹមត្រូវដើម្បីជៀសវាងការគ្រោះថ្នាក់ចរាចរណ៍នានានៅលើដងផ្លូវដែលវាឈានទៅដល់ធ្វើឲ្យយើងអាចពិការឬក៏ឈានទៅដល់ការបាត់បង់អាយុជីវិតផងដែរប្រធានបទថ្ងៃនេះគឺខ្ញុំលើកយកការបែងចែករវាងមនុស្សល្អនិងការបើកបរមិនគោរពច្បាប់ចរាចរណ៍សប្តាហ៍ថ្ងៃនេះខ្ញុំសង្កេតឃើញថាការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតស្រាកស្រាន បាទកាន់តែព្រួយបារម្ភខ្លាំងជាងនេះទៅទៀតគឺនៅពេលដែលការគ្រោះថ្នាក់ម្ដងវាបង្កសពនាដកម្មទៅដល់ក្រុមគ្រួសារជនរងគ្រោះបាទគឺប្រត់ប្រាស់ក្រុមគ្រួសារបាទបាត់បង់ញាតិសន្តានបាទស្ត្រីជាប្រពន្ធធ្លាក់ខ្លួនជាស្ត្រីមេម៉ាយបាទបុរសធ្លាក់ខ្លួនជាពោះម៉ាយបាទក្មេងៗតូចបាទត្រូវកំព្រាឪពុកម្ដាយដែលវាបង្កឲ្យមានវិបត្តិទៅដល់សង្គមយើងទាំងមូលផងដែរទាំងនេះ ក៏ដោយសារការបើកបររបស់បងប្អូនមួយចំនួនបាទគឺមិនគោរពច្បាប់ចរាចរណ៍បាទបើកបរយ៉ាងអនាធិបតេយ្យពេញដងផ្លូវមើលទៅវាហាក់បីដូចជាគ្មានការយល់ដឹងអំពីច្បាប់ឬសញ្ញាចរាចរណ៍ផ្លូវគោកតតែសោះកត្តាទាំងអស់នេះហើយដែលធ្វើឲ្យគេអាចវិតម្លៃពីប្រជាជនយើងអំពីច្បាប់ទម្លាប់ការរស់នៅបាទនិងកម្រិតចំណេះដឹងពីប្រជាជនខ្មែរយើងផងដែរ អញ្ចឹងហើយខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុតដើម្បីជៀសវាងការគ្រោះថ្នាក់បាទនានានៅលើដងផ្លូវក្នុងប្រធានបទនេះខ្ញុំចង់ឲ្យបងប្អូនតែរីពិចារណាហើយបែងចែកឲ្យដាច់ពីគ្នារវាងមនុស្សល្អនិងការបើកបរមិនគោរពច្បាប់ចរាចរណ៍ដែលវាអាចបង្កឲ្យមានការគ្រោះថ្នាក់ផងដែរ ខ្ញុំតែងតែសង្កេតឃើញថាបងប្អូនមិត្តភ័ក្តិបាទសាច់ញាតិរបស់បងប្អូនជនរងគ្រោះថ្នាក់ចរាចរណ៍បាទតែងតែនិយាយថាពួកគាត់បងគាត់បាទប្អូនគាត់បាទមិត្តភ័ក្តិគាត់ជាមនុស្សល្អហេតុអ្វីបានមកជួបរឿងអកុសលបែបនេះក្នុងករណីនេះខ្ញុំចង់និយាយប្រសិនជាបងប្អូនបើកបរបាទមិនគោរពច្បាប់ចរាចរណ៍បាទមិនគោរពគំនូសសញ្ញាចរាចរណ៍មិនគោរពផ្លាកសញ្ញាចរាចរណ៍បាទមិនគោរពភ្លើងសញ្ញាចរាចរណ៍បាទបើកបរលឿនបាទហួសល្បឿនកំណត់ ហើយបើកបរក្រោមឥទ្ធិពលស្វឹងវានឹងបង្កការគ្រោះថ្នាក់ជាមិនខានបាទទៅដល់បងប្អូនជាមិនខានទាំងអស់នេះវាមិនមែនមកពីបងប្អូនជាមនុស្សល្អជាមនុស្សមិនល្អនោះទេគឺវាបង្កមកពីបងប្អូនមិនបានយល់ដឹងអំពីច្បាប់ចរាចរណ៍ហើយករណីនេះខ្ញុំមិនបានសំដៅទៅលើបងប្អូនដែលជាជនរងគ្រោះបាទមួយចំនួនដែលគាត់បើកបរបានគោរពច្បាប់ចរាចរណ៍នោះទេវាក៏អាចកើតមានឡើងនៅភាគីម្ខាងទៀតបាទ គឺបើកបរមិនគោរពច្បាប់ចរាចរណ៍ហើយទៅបំពាននឹងពួកគាត់ជាជនរងគ្រោះតែម្ដងការបើកបរប្រហើនការបើកបរមិនគោរពច្បាប់ចរាចរណ៍វាបង្កឲ្យមានការគ្រោះថ្នាក់ខ្លួនឯងប៉ុន្តែប៉ុណ្ណោះទេវានឹងបង្កការគ្រោះថ្នាក់ទៅដល់អ្នកដទៃថែមទៀតដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់បាទទាំងអស់នេះបានគឺផ្ដើមចេញពីពុកម៉ែបងប្អូនយើងម្នាក់ពីពេលនេះតទៅបាទអ្នកយល់ដឹងអំពីច្បាប់ចរាចរណ៍បាទ ចែករំលែកចំណេះដឹងទៅកាន់បងប្អូនយើងដទៃផ្សេងទៀតបាទដើម្បីឲ្យគាត់បានដឹងដើម្បីចូលរួមទប់ស្កាត់និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសយើងខ្ញុំសូមអំពាវនាវលើកទឹកចិត្តទៅដល់បងប្អូនយើងទាំងអស់បាទចូលរួមបាទអានសៀវភៅបាទស្ដាប់បាទទស្សនាដែលតាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជាយើងហើយរាល់ឯកសារទាំងអស់ហ្នឹងណាបងប្អូនអាចបាទទៅយកបាទនៅក្នុង page ឬគេហទំព័ររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ឧបសម្ព័ន្ធស្ដីអំពីបាទសញ្ញាចរាចរណ៍ផ្លូវគោកនិងច្បាប់ចរាចរណ៍ផ្លូវគោកផ្សេងផងដែរបាទសម្រាប់បាទវីដេអូនេះខ្ញុំលើកយកតែប៉ុណ្្នឹងទេខ្ញុំនឹងលើកយកមកធ្វើនៅវីដេអូក្រោយៗទៀតហើយថ្ងៃនេះខ្ញុំនឹងមានប្រធានបទមួយទៀតគឺស្ដីអំពីផ្លាកសញ្ញាបំរាមបាទដើម្បីចែកជូនពុកម៉ែបងប្អូនយើងបន្តទៀតទុកជាចំណេះដឹងដើម្បីអនុវត្តទាំងអស់គ្នាកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនានាបាទផ្លាកសញ្ញាបំរាមយើង ថ្ងៃនេះរួមមានហាមចេញផ្លាកសញ្ញានេះមានរាងមូលមានជាយព័ទ្ធជុំវិញពីរជាន់ជាយក្នុងក្រាស់មានពណ៌ក្រហមក្រាស់ជាយក្រៅស្ដើងមានពណ៌សឯសញ្ញាសម្គាល់ខាងក្នុងជារូបដែលដូចបានកំណត់នៅក្នុងផ្លាកសញ្ញាសញ្ញានេះហាមចេញចំពោះយានយន្តគ្រប់ប្រភេទលើកលែងតែតូចចក្រយានយន្តបាទឯផ្លាកសញ្ញាបំរាមយើងមួយទៀតគឺចប់ការហាមចេញ
ផ្លាកសញ្ញានេះមានរាងមូលមានជាយព័ទ្ធជុំវិញ2ជាន់ជាយក្នុងក្រាស់មានពណ៌ក្រហមក្រាស់ជាយក្រៅស្ដើងមានពណ៌សឯសញ្ញាសម្គាល់ខាងក្នុងជាទូទៅមានពណ៌ខ្មៅក្នុងករណីខ្លះត្រូវប្រើសញ្ញាជាប់ការហាមឃាត់ដែលមានរាងមូលដូចគ្នាតែមានពណ៌សនិងពណ៌ខ្មៅដោយតែបានកំណត់នៅក្នុងផ្លាកសញ្ញានេះចាប់ការហាមជែងចំពោះយានយន្តគ្រប់ប្រភេទបាទឯផ្លាកសញ្ញាបម្រើមួយទៀតនោះគឺហាមជែងចំពោះរថយន្តដឹកទំនិញធុនធំផ្លាកសញ្ញានេះមានរាងមូលមានជាយព័ទ្ធជុំវិញ2ជាន់ជាយក្នុងក្រាស់មានពណ៌ក្រហមក្រាស់ជាយក្រៅស្ដើងមានពណ៌សឯសញ្ញាសម្គាល់ខាងក្នុងជាទូទៅមានពណ៌ខ្មៅជារូបដោយតែបានកំណត់នៅក្នុងផ្លាកសញ្ញានេះហាមរថយន្តដឹកទំនិញធុនធំដែលមានទម្ងន់សរុបលើស 3.5 តោនជែងយានយន្តផ្សេងទៀតលើកលែងតែតូចចក្រយានយន្តបាទឯផ្លាកសញ្ញាបម្រើមួយទៀតនោះគឺជាប់ការហាមជែងចំពោះរថយន្តដឹកទំនិញធុនធំផ្លាកសញ្ញានេះមានរាងមូលមានជាយព័ទ្ធជុំវិញ2ជាន់ជាយក្នុងក្រាស់មានពណ៌ក្រហមក្រាស់ជាយក្រៅស្ដើងមានពណ៌សឯសញ្ញាសម្គាល់ខាងក្នុងជាទូទៅមានពណ៌ខ្មៅក្នុងករណីខ្លះត្រូវប្រើសញ្ញាជាប់ការហាមឃាត់ដែលមានរាងមូលដូចគ្នាតែមានពណ៌ខ្មៅនិងពណ៌សដោយដែលបានកំណត់នៅក្នុងផ្លាកសញ្ញានេះជាប់ការហាមរថយន្តដឹកទំនិញធុនធំដែលមានទម្ងន់សរុបលើស 3.5 តោនជែងយានយន្តផ្សេងទៀតបាទក្រោយពីពុកម៉ែបងប្អូនបានទស្សនាវីដេអូទាំងអស់នេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនបាទនឹងទទួលបាននៅចំណេះដឹងថ្មីមួយទៀតដើម្បីទុកអនុវត្តទាំងអស់គ្នាដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវស្រឡាញ់អាយុជីវិតអ្នកបាទនិងក្រុមគ្រួសារនេះសូមកុំបើកបរលើសល្បឿនដែលគេបានកំណត់ពេលបើកបររថយន្តទៅពាក់ខ្សែក្រវ៉ាត់ការពារទាំងអ្នកបើកបរទាំងអ្នករួមដំណើរពេលបើកបរម៉ូតូទៅពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរទាំងអ្នករួមដំណើរពេលស្រវឹងសូមកុំបើកបរសូមពុកម៉ែបងប្អូនជួយចែករំលែកវីដេអូមួយនេះទៅកាន់ពុកម៉ែបងប្អូនយើងដទៃផ្សេងទៀតផងដើម្បីទុកជាសារដាស់តឿននិងក្រៅរំលឹកកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍នានាហើយសូមកុំភ្លេចជួយ follow page ហើយនិង subscribe channel YouTube ខ្ញុំបាទផងដើម្បីទទួលបានវីដេអូថ្មីៗក្រោយៗទៀតបាទវីដេអូយើងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា